อรุณสุดได้ลูกสรีปริมัดบองปอนจุนรุมจิตจิติสระลังថ្ងៃนี้คือจีปรักថ្ងៃទី22ខែធ្នូឆ្នាំ2025ខ្ញុំបាទសូមធ្វើសេចក្តីរាយការណ៍អាប់ដេតព័ត៌មានថ្មីស្តីពីស្ថានភាពនៅឯសមរភូមិបងប្អូនជនរួមជាតិបានដឹងហើយថាថ្ងៃទី21ថ្ងៃទី22និង23ខែធ្នូឆ្នាំ2025នេះគឺជាពេលវេលាដែលសៀមវាសម្រុកខ្លាំងមែនទែនដើម្បីធ្វើយ៉ាងណាដណ្ដើមកាន់កាប់ទីតាំងណាមួយរបស់កម្ពុជាឲ្យខានតែបានខ្ញុំជឿជាក់ថាបងប្អូនប្រជាជនខ្មែរទាំងអស់ទាំងនៅក្នុងនិងក្រៅប្រទេសច្បាស់ជាមានការព្រួយបារម្ភហើយនារាត្រីយប់ថ្ងៃទី21ខែធ្នូឆ្នាំ2025នេះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមបងប្អូនជនរួមជាតិទាំងអស់ជឿទុកចិត្តទៅលើសមត្ថភាពរបស់វីរៈកងទ័ពកម្ពុជានៅឯជួរមុខលោកបានកំពុងតែការពារអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងរឹងមាំជាទីបំផុតមកទល់ពេលនេះគឺមិនទាន់បានរបួសទីតាំងណាមួយនៅលើទឹកដីកម្ពុជាទេរូបភាពនិងវីដេអូដែលធ្វើការផ្សព្វផ្សាយដោយយោធាសៀមកន្លងមកនេះយើងបានវាយបកសង្គ្រប់លើពួកវាឲ្យបាត់បង់អាយុជីវិតហើយនឹងរត់ខ្ចាត់ខ្ចាយបាត់អស់ហើយរូបភាពមួយចំនួននៅតាមបណ្ដាញសង្គមសៀមវាក្រាន់តែធ្វើឡើងដើម្បីបង្អួតប្រជាជនវាតែប៉ុណ្ណោះគោលបំណងដើម្បីបំពេញមហិច្ឆតាក្នុងការដណ្ដើមយ៉ាងទឹកដីកម្ពុជាល្បិចតិចកលគ្រប់ជំពូករបស់ចៅសៀមវាធ្វើគ្រប់បែបយ៉ាងទាំងអស់វាអត់ខ្មាស់អៀនអីទេអញ្ចឹងសំខាន់លើបងប្អូនជនជាតិកម្ពុជាយើងទាំងអស់ជឿទៅលើវីរភាពដ៏អង្អាចក្លាហានរបស់កងទ័ពកម្ពុជានិងថ្នាក់ដឹកនាំកម្ពុជាដែលលោកមានជំនាញបច្ចេកទេសទាំងយុទ្ធសាស្ត្រនិងការទូតដ៏ចំណានដោយកាលពីម្សិលមិញនេះបងប្អូនបានដឹងហើយពួកវាសម្រុកខ្លាំងមែនទែនគ្រប់សមរភូមិប្រយុទ្ធប្រើអាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទទាំងអស់ដល់ថ្នាក់ F16 ទម្លាក់ជាច្រើនក្របគ្រប់ទីតាំងយុទ្ធសាស្ត្រគ្រប់ទីសមរភូមិមានប្រើប្រាស់ដ្រូនអាតិកាតផងកងទ័ពស្រួយធ្មើជើងរត់ក្រោកបាញ់បំបុកកំភ្លើងធំផ្លោងពីចម្ងាយបាញ់ផ្សិនពលគ្រប់បែបយ៉ាងទាំងអស់បងប្អូនប៉ុន្តែចុងក្រោយគឺពួកគេបរាជ័យដដែលมันអាចវាយផ្ដាច់ចូលកាន់កាប់ទីតាំងរបស់កម្ពុជាបានមួយកន្លែងទេលើគិតណាសង្គ្រាមមិនទាន់ចប់យើងមិនអាចបែងចែកថាខាងណាឈ្នះឬខាងណាឈ្នះទេករណីដែលពួកវាអាចមកថតរូបបានថតវីដេអូបានមួយចំនួននេះវាគ្រាន់តែយុទ្ធសាស្ត្រយោធារបស់កម្ពុជាតែប៉ុណ្ណោះរឿងដដែលពួកវាចូលមកហើយមិនដែលបានចេញទៅវិញទេបាយចេញក៏ចេញទាំងព្រលឹងចុងសោកដែរអាខ្លះរត់ចោលកំភ្លើងអាខ្លះបាត់បង់អាយុជីវិតហើយខ្លះទៀតមិនអាចយកសាកសពចេញពីតំបន់នោះទៀតផងសពខ្លះត្រូវស្អុយរលួយភៀក្លិនអសោចពះពេញដីនៅតំបន់សមរភូមិដ្រូនធំអស់ពីគ្រឿងហើយដែលកម្ពុជាយើងបានបាញ់ទម្លាក់សុទ្ធតែដ្រូនដែលមានតម្លៃខ្ទង់លានដុល្លារទាំងអស់ពីរថយន្ត Hawk F16 របស់ថៃក៏បានបាត់បង់អាយុជីវិតម្នាក់ទៀតនៅមានការបាញ់កំទេចក្លត់ក្រោះទំនើបជាច្រើនគ្រឿងរបស់សៀមដែលបានរត់ចូលមកទឹកដីកម្ពុជាកន្លងមកប្រព័ន្ធបាញ់កម្ចាត់ DTI-2 របស់ថៃកម្ពុជាក៏បានបាញ់កំទេចជាបន្តហើយបើនិយាយពីកម្លាំងយោធាថ្មើរជើងរបស់សៀមវិញកម្ពុជាបានកំទេចអស់រាប់ពាន់នាក់រហូតមកដល់ថ្ងៃទី22នេះអាចនឹងចូលដល់ 10000 នាក់ហើយបងប្អូនបើទោះបីជាមានការអះអាងពីសារព័ត៌មានក៏ដូចជាថ្នាក់ដឹកនាំរបស់យោធាសៀមថាមិនមានការបាត់បង់អាយុជីវិតរបស់ថ្នាក់នេះក៏ពិតមែនប៉ុន្តែតាមរយៈសេចក្តីរាយការណ៍សម្ងាត់ពីជមុខហើយនឹងសារព័ត៌មានផ្លូវការរបស់កម្ពុជាមួយចំនួនបានបញ្ជាក់ផងដែរថាយោធាសៀមគឺបានបាត់បង់អាយុជីវិតមិនក្រោម 4000 នាក់ទេនេះបើគិតត្រឹមតែថ្ងៃទី13ខែធ្នូឆ្នាំ2025ផងប៉ុន្តែឥឡូវនេះចូលដល់ថ្ងៃទី22ទៅហើយបងប្អូនសាកស្រមៃមើលថាតើពួកវាស្លាប់បាត់បង់អាយុជីវិតប៉ុន្មាននាក់នេះសុទ្ធតែបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាសមត្ថភាពរបស់យោធាកម្ពុជាពិតជាមិនធម្មតាមួយវិញទៀតពាក់ព័ន្ធជាមួយនឹងករណីនៃការបញ្ចេញ BM21 របស់យោធាកម្ពុជាដែលក្លាយទៅជាអតិរក្សសង្គ្រាមដ៏សំខាន់បំផុតដែលក្នុងការបំបត្តិដៃស្ដាំនិងដៃឆ្វេងរបស់សត្រូវយ៉ាងមានប្រសិទ្ធភាពវាជាការពិតបងប្អូនខណៈពេលដែលយោធាកម្ពុជាយើងប្រើប្រាស់យុទ្ធសាស្ត្រសង្គ្រាមដ៏សំខាន់ពួកគេវាយចូលមកសម្រុកចូលមកកាន់កាប់ទីតាំងរបស់កម្ពុជាបានតែមួយផ្លែតទេ BM21 បានបាញ់ស្រួយដោយទឹកភ្លៀងចំគោលដៅឡោណាស់បើពួកគេចង់រត់ក៏រត់មិនរួចដែរបងប្អូនចិញ្ជ្រុំគឹបជំនួយទាំងអស់ហេតុនេះហើយទើបធ្វើឲ្យចៅសៀមខ្លាប់ខ្លាចហើយបាត់បង់អាយុជីវិតរាប់ពាន់រាប់ម៉ឺននាក់នោះនេះគឺជាសក្ខីភាពមួយដើម្បីបង្ហាញជូនបងប្អូនជនរួមជាតិឲ្យបានយល់ឲ្យបានដឹងអំពីស្ថានភាពរបស់យោធាកម្ពុជាដែលលោកពិតជាមានសមត្ថភាពនិងជំនាញពិតប្រាកដនិងភាពអង្អាចក្លាហានលះបង់អាយុជីវិតសាច់ស្រស់ឈាមស្រស់ដើម្បីពពុះហេតុជាតិដើម្បីបូរណភាពទឹកដីអរគុណឥឡូវនេះខ្ញុំសូមធ្វើការអាប់ដេតព័ត៌មានយប់បន្តិចសិនបងប្អូនប្រហែលជាចង់ដឹងហើយថាតើស្ថានភាពនារាត្រីថ្ងៃទី21ដែលជាការព្រួយបារម្ភរបស់បងប្អូននោះមានរឿងអ្វីកើតឡើងខ្លះខ្ញុំបាទសូមដកស្រង់ពីសារព័ត៌មានសំខាន់របស់កម្ពុជាក៏ដូចជាភ្នាក់ងារព័ត៌មានទាន់ហេតុការណ៍នៅឯសមរភូមិមួយចំនួនយកមកធ្វើការអាប់ដេតជូនបងប្អូនដូចតទៅព្រឹត្តិការណ៍នារាត្រីថ្ងៃទី21ខែធ្នូឆ្នាំ2025នៅវេលាយប់ម៉ោង7:09នាទីនៅមុខប្រាសាទព្រះវិហារនិងភ្នំខ្មោចពួកសៀមបានបាញ់ប្លង់មួយឲ្យចំតែបុកស្បូហើយក៏ស្ងាត់ទៅវិញវេលាម៉ោងជាង8យប់យោធាសៀមបាននឹងកំពុងតែបាញ់បន្តនៅមុខប្រាសាទព្រះវិហារច័ន្ទក្រហមនិងភ្នំខ្មោចនៅម៉ោង8:11នាទីចៅសៀមបានប្រើប្រាស់កំភ្លើងធំប្លង់ចំនួន2គ្រាប់ចូលមកក្នុងភូមិសាស្ត្រសង្កាត់អូរ៉េស៊ីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅវេលាម៉ោង8:20នាទីសៀមបានបន្តប្លង់គ្រប់ទីសមរភូមិដូចជាតាហាវភ្នំខ្មោចនិងមានចំណុចផ្សេងៗបន្តទៀតសៀមបានបាញ់បន្តចូលមកកាន់មុខប្រាសាទព្រះវិហារច័ន្ទក្រហមនិងតែខ្មោចនៅម៉ោង
9 ใน30นาทีในไอที่สมาร์ทโฟนบริษัทเรวิเฮียเสียมในบรรทอพลองโจมกลอยน้ำมองรอบหนึ่งดำใบนาทีอยู่ที่เสียมมันแบ่งพลองโจปีกรอบนาทีบริษัทตารมอนเรียกสงัดตัวน้ำมอง9ใน30นาทีปรึกดอลองอัตราโจดอทั้งไอที่หมดปีไข่ธนุสนามเพชรพมไปฟาร์มนี้เจ้าเสียมเฉลี่ยเปลี่ยนบันแบ่งพลองดับภูมิจุกจีภูมิปริจันนึงเบิงตระกูลแคดบันไทมินใจในเวลามอง9ใน30นาทีปรึกเหนือไอข้างป่วย8บันเลือดสำลิงทุกอย่างคลั่งบางปริวัติตุสนิกจันจิติกรุปรับอ่านนี่คือจิกาอัปเดตในปรมินตอนแฮดแคสได้อภิษฐานพิพรมแดนเนเรตรีปรึกไอที่มาปริปีแคทโนชนะพิฟันมาปริตรัมและจีวิดีโอเลิกที่มวยสมบางรวมจำในวิดีโอเพลย์ปีจีบรรทอเดียบนั่นแต่นี้เจนคือการอัปเดตจุนบางปริมิตุสนิกจันนึ่งจุนรวมเชียร์ประมาณชีพจะปรมินสมทันเตยอัครตุสรอกรมเฮชกองในการนั่งโดยอาเจตนาสมออกคุณดอกการจะในที่เรียนดำเนินในเราบางในพวกนี้แต่บางตามดังตั้งที่ดังเราตัดจับสำหรับเพียงจากวิดีโอนี้บางกุมพูดจุดไลค์จุดสมันยังเชียร์แต่การบรรลัยสิ่งกุมดันคือเนี่ย subscribe ทุกตัวนี้จะตัวดันติดกับปรมินทำให้ชีวิตบรรทอสมออกคุณสมจะเรียบเรีย